រឿងប្រឹងគឺប្រឹងយូរឆ្នាំហើយតែមិនដែលចំណេញបានលុយច្រើនសោះខាតរហូតឯងគិតមើលសាំងជីរបស់របរគ្រប់សពសុទ្ធតែឡើងថ្លៃហើយបន្លែយើងអត់ឡើងថ្លៃសោះលក់ខាតរហូតហ្មងជុំបន្លែលឹកនេះដូចជាស្រស់ជាងរត់ដងទៀតពូនិយាយមិនស្រស់មិនបើទៅជលក់ថ្នាំរួចហើយអានេះថ្នាំស៊េរីថ្មីដាក់ភ្លាមខៀវស្រស់ភ្លាមតែម្ដងងាប់ហើយពូដាក់ម្លឹងមិនងាប់អ្នកទិញយកទៅហូបអស់ហើយអីហើយស្ដាយគួរ1គីឡូប្រហែលដែរចែអូ1គីឡូ40000រៀលណាប្រុសស្អាតងាប់ថ្លៃម៉ែមានគ្រួសារកសិករមួយប្រកបរបរដាំដុះបន្លែជារៀងរាល់ថ្ងៃពួកគាត់តែងតែក្រោកពីព្រលឹមដើម្បីទៅចម្ការថែទាំដំណាំបើទោះបីជាដំណាំរបស់គាត់ដុះលូតលាស់ល្អយ៉ាងណាក៏ដោយក៏ពួកគាត់ហាក់ពុំសូវទទួលបានកម្រៃច្រើនពីដំណាំទាំងនេះឡើយញោមមកដូចជាចង់ខ្ជិលហើយឯងរាល់ថ្ងៃខំក្រោកពីព្រលឹមមកថែទាំដំណាំតែដល់ពេលប្រមូលផលលក់មិនដែលបានថ្លៃនឹងគេសោះឯងតាវាអើយធ្វើយ៉ាងម៉េចបើមុខរបរយើងតែប៉ុណ្ណឹងហើយនោះបើមិនធ្វើបានចំណូលឯណាចិញ្ចឹមក្រពះណាមួយយើងក៏គ្មានកូននឹងគេទៀតមានតែស្រែចម្ការបន្តិចបន្តួចហ្នឹងហើយចេះតែប្រឹងទៅរឿងប្រឹងគឺប្រឹងយូរឆ្នាំហើយតែមិនដែលចំណេញបានលុយច្រើនសោះខាតរហូតឯងគិតមើលសាំងជីរបស់របរគ្រប់សពសុទ្ធតែឡើងថ្លៃហើយបន្លែយើងអត់ឡើងថ្លៃសោះលក់ខាតរហូតហ្មងធ្វើម៉េចបើទីផ្សារយើងវាតូចមានតែខំតទៀតទេឯងតោះមិនបាច់រអ៊ូទេឆាប់ជួយប្រមូលបន្លែនិងខ្ញុំយកទៅលក់នៅឯផ្សារចាំខ្ញុំជួយឯងនិយាយគ្នារួចហើយពួកគាត់ក៏ប្រញាប់ប្រមូលដំណាំបន្លែយកទៅលក់នៅឯផ្សារណែអាដងមកណែបន្តិចម៉ែប្រើអីទៀតហើយម៉ែប្រើរហូតហ្មងរកតែគ្នាអង្គុយលេងហ្គេមមកស្រួលចិត្តមិនបានយីអានេះប្រាំតិចបន្តួចសោះតមកទៅរអ៊ូដែរម៉េចឥឡូវដោះស្លាប់ហើយខ្ញុំរាល់ថ្ងៃបានឲ្យតែដោះស្លាប់តើម៉ែបើដោះមែនខ្ញុំហោះទៅឲ្យឆ្ងាយមិនឲ្យពិបាកម៉ែប្រើរងថ្ងៃអញ្ចឹងឲ្យរៀនយូរដូចឥឡូវមិនទេអានេះក្រែងឯងជាកូនអញហីប្រាំតិចបន្តួចសោះតមកឡើងប៉ប៉ែឥឡូវប្រើអីគេឆាប់ប្រាប់មកម៉ែខ្ញុំបញ្ញាប់មកវិញណែឯងទៅផ្សារទិញបន្លែឲ្យម៉ែ1គីឡូមកស្អីក៏បានដែរឲ្យតែធ្វើម្ហូបកើតស្អីក៏បានចុះតរ៉េនទិញបានអត់ម៉ែយីហើយចុះឲ្យទិញតរ៉េនមកធ្វើម្ហូបកើតដែរអាដូងកូនមើលខ្លួនឯងទៅស្ពៃក៏បានខាត់ណាក៏បានស្ដាយគួរក៏បានឲ្យតែធ្វើម្ហូបកើតអូខេម៉ែហើយចុះអាណាលុយចាញ់សិនទៅមកវិញចាំម៉ែឲ្យទៀតម៉ែមកវិញចាំឲ្យចង់80ដងហើយអត់ដែរឲ្យខ្ញុំវិញចាំម៉ែសរុបឲ្យកុំភ័យទៅឆាប់ទៅបាទម៉ែនាយដងក្រោយពីកង់គ្នាជាមួយម្ដាយរបស់គេមួយប្រាវរួចមកគេក៏បានដើរទៅផ្សារដើម្បីទិញបន្លែនៅឯផ្សារអូណាជួយលើកបន្លែយាយយកទៅលក់បន្តផងបានទេយាយលក់មិនដាច់សោះនេះលើកអីយាយបន្លែខ្ញុំសុំមកកកលក់មិនអស់ផងរួចតែទិញពីយាយយកមកធ្វើអីទៀតណែជួយយាយផងអាចៅបន្លែយាយអត់មានបាញ់ថ្នាំដាក់ជីគីមីអីទេគឺតាមមកពីដីធម្មជាតិ original តែម្ដងអត់ទេយាយលក់កន្លែងយាយដាក់លក់ហ្មងទៅខ្ញុំមិនដឹងទិញមកធ្វើអីទេបើកំងបន្លែពីក្រៅមកច្រើនសឹងអីណាមួយបន្លែគេសុទ្ធតែស្រស់អត់មានឡើងស្លេកប៉ំដូចបន្លែយាយអញ្ចឹងទេហើយអត់ក៏អត់ទៅអញ្ចឹងចាំយាយដាក់លក់ខ្លួនឯងក៏បានដែរនោះមកដល់ល្មមហើយមិនយូរម៉េចពូក្មួយអើយតាមពិតពូប្រញាប់ដែរហ្នឹងតែធ្វើម៉េចបើបន្លែគេនាំចូលមកយូរហើយអ្នកចាំយកក៏ច្រើនទៀតអញ្ចឹងហើយបានយឺតនោះជុំបន្លែលឹកនេះដូចជាស្រស់ជាងរត់ដងទៀតពូនិយាយមិនស្រស់មិនបើទៅជលក់ថ្នាំរួចហើយអានេះថ្នាំស៊េរីថ្មីដាក់ភ្លាមខៀវស្រស់ភ្លាមតែម្ដងងាប់ហើយពូ
ដាក់ម្លឹងមិនងាប់អ្នកទិញយកទៅហូបអស់ហើយអីអារឿងងាប់វាគង់តែងាប់ទេអាសំខាន់អ្នកទិញគាត់ចូលចិត្តអាខៀវស្រស់អញ្ចឹងបើយើងមិនជលក់ថ្នាំលក់មិននឹងដាច់តែបើថ្ងៃណាមួយអ្នកទិញកើតអីទៅគេច្បាស់ជាមករករឿងខ្ញុំហើយអើយទៅខ្វល់អីហើយអាឡៃតែខ្លាចអ្នកទិញឈឺប្រយ័ត្នរកអង្គច្រកឆ្នាំងគ្មានអូខេពូដាក់ឲ្យរួតមកអញ្ចឹងឆាប់បានដាក់លក់អើយធុញម៉ែដល់ហើយមួយថ្ងៃហ្នឹងប្រើចង់20ដងអីអាចៅជួយទិញបន្លែយាយផងណាយាយលក់មិនដាច់ទេមកព្រឹកហើយលក់បានតែតគុណមកដុំគាត់ងាប់ហើយអូចបន្លែយាយអត់មិនបានស្លេកម៉េះហើយអត់សុទ្ធតែស្នាមតកៅស៊ីគឺមកពីថ្ងៃក្តៅពេកហ្នឹងណាទៅវាស្លេកអស់បែបនេះអើយខ្ញុំមិនហ៊ានទិញទេយាយបើទិញយកទៅបែបនេះច្បាស់ជាម៉ែខ្ញុំក៏ជេរងាប់ហើយចៅអើយជួយទិញយាយមកដុំទៅណានេះសណ្តែកគួរធម្មជាតិ1គីឡូតែ 4,000 រៀលទេអត់ទេយាយថ្លៃ1គីឡូ 4,000 ហើយមើលពណ៌ឡើងស្លេកប៉ឹមអើយអត់ទិញចុះបាយលក់យ៉ាងម៉េចក៏មិនដាច់ដែរនេះយ៉ាងម៉េចហើយឯងរៀបចំហើយឬនៅអូរួចហើយនេះឯងនៅលក់ទៅខ្ញុំទៅក្រោយសម្រាប់បន្តិចចែមានបន្លែណាហូបហើយប្រឡងជាប់អត់ចែងាប់ហើយប្រុសស្អាតទោះបន្លែមកពីឋានប្រអិនណាក៏ដោយក៏ជួយមិនបានដែរតោះតែខំរៀនណាប្រុសស្អាតចាំហៅខ្ញុំប្រុសស្អាតទៀតហើយសណ្តែកគួរ1គីឡូប្រហែលដែរចែអូ1គីឡូ 4,000 រៀលណាប្រុសស្អាតងាប់ថ្លៃម៉េះអេអត់ថ្លៃទេប្រុសស្អាតសណ្តែកគួរនេះជាប្រភេទសណ្តែកគួរលេខ1នាំចូលមកពីក្រៅប្រទេសប្រុសស្អាតមើលតែពណ៌ទៅដឹងហើយឡើងខ្ចីលវក់តែម្ដងអើមែនតើចឹងបានថ្លៃឥឡូវជួយខ្ចប់ឲ្យខ្ញុំ1គីឡូមកអញ្ចឹងចាប្រុសស្អាតនេះអរគុណហើយណាបាទចែខ្ញុំទៅសិនហើយណាចាប្រុសស្អាតអេប្រុសស្អាតរកទិញអីដែរអីចុយចែនេះបោកអញតើអើយសំបីតាមុខឡាកាចាក៏វាហៅប្រុសស្អាតដែរនាយដូងក្រោយពីទិញបន្លែរួចហើយគេក៏បានដើរទៅផ្ទះបាត់ទៅលុះស្អែកឡើងណែអាពីរនាក់ហួចពួកឯងលក់បន្លែស្អីឲ្យកូនអញម្សិលមិញហ៎អេម្សិលមិញដូចជាកូនមីងមកទិញសណ្តែកគួរហើយសណ្តែកគួរពួកឯងអីក៏លក់ថ្លៃម៉េចហ៎1គីឡូ 40,000 ថ្លៃហើយអញយកទៅធ្វើម្ហូបស៊ីឡើងរៀកពេញផ្ទះរៀកមិនមីងបន្លែខ្ញុំសុទ្ធតែនាំចូលមកពីក្រៅស្រុកសុទ្ធតែបន្លែល្អលេខ1អារឿងរៀកនឹងមិនដឹងជាគ្រួសារមីងហូបអីខ្លះបានជាមកចោតបន្លែខ្ញុំទៅវិញណែមីងបានយកបន្លែពួកឯងទៅឲ្យពេទ្យពិនិត្យរួចហើយពេទ្យថានៅក្នុងបន្លែរបស់ពួកឯងមានសារធាតុថ្នាំគីមីរក្សាគុណភាពបន្លែឥឡូវឆាប់ប្រាប់ឲ្យត្រង់មកថាបែបហ្នឹងមែនឬអត់បើមិនប្រាប់ទេអញតែប្តឹងប៉ូលីសឲ្យមកឆែកឥឡូវហើយប្តឹងធ្វើអីមីងខ្ញុំអត់ដឹងដែរហ្នឹងបើបន្លែអស់ហ្នឹងសុទ្ធតែនាំចូលមកពីក្រៅហើយអារឿងដាក់ថ្នាំគីមីខ្ញុំអត់ដឹងទេមីងអើយពួកខ្ញុំអត់ដឹងទេដឹងត្រឹមថាបន្លែអស់ហ្នឹងនាំចូលមកពីស្រុកក្រៅឲ្យតែម៉ាក់ហ្នឹងងាប់អស់មិនខានទេបន្លែក្នុងស្រុកសុទ្ធតែធម្មជាតិអត់លើកយកមកលក់នាំចូលតែពីក្រៅស្រុករួចបើនាំគ្នាយកអាល្អទៅមិនថាទេនាំចូលសុទ្ធតែរបស់មានជាតិគីមីបើនៅតែបែបហ្នឹងមីងមើលទៅលេងទិញបន្លែពួកឯងទៀតហើយមីងអើយខ្ញុំក៏មិនចង់នាំចូលពីគេដែរមីងតែមកពីខ្ញុំអត់ទុកចិត្តរបស់ក្នុងស្រុកឥឡូវចាំខ្ញុំរើបន្លែអស់ហ្នឹងបោះចោលឲ្យអស់ហើយចាប់ពីស្អែកខ្ញុំនឹងដើរប្រម៉ូទទិញបន្លែអ្នកភូមិរបស់យើងយកមកលក់វិញណាមីងឲ្យវាអញ្ចឹងឡើងខ្វះអីអ្នកភូមិយើងដាំបន្លែធម្មជាតិមកកកោកជួយទិញគាត់យកមកលក់បន្តទៅវាអាចជួយជីវភាពពួកគាត់ដែរបាទមីងខ្ញុំដឹងហើយតែមីងកុំតែប្តឹងប៉ូលីសណាបើពួកគាត់ដឹងមុខរបរខ្ញុំច្បាស់ជាដួលមិនខានទេដំបងមីងក៏តែចង់ប្តឹងដែរតែបន្ទាប់ពីឮពួកឯងថាឈប់នាំចូលបន្លែមកពីក្រៅស្រុកយកមកលក់មីងក៏ដូរចិត្តវិញទៅមិនអីទេ
នាំគ្នាជួយគាំទ្រផលិតផលក្នុងស្រុកយើងវិញជាជាងនាំចូលរបស់មកពីក្រៅមកធ្វើបាបតែគ្នាឯងនេះគ្រួសារមីងត្រឹមតែរាករូសប៉ុណ្ណោះចុះបើមានបញ្ហាប៉ះពាល់ដល់អាយុជីវិតមិនងាប់ចោលគ្នាទៅទេហើយអីបាទមីងអរគុណហើយខ្ញុំនឹងដើរប្រមូលបន្លែពីអ្នកភូមិយើងយកមកលក់បន្តល្អហើយណាមីងលាសិនហើយអញ្ចឹង